សពឬទុកកើតពីគំនិតខ្លួនឯងកូនជាទីស្រឡាញ់មនុស្សដែលមិនមានប្រមាទរមែងមិនបដាច់បដោយសំបីតែគំនិតគឺជាអ្នកមានស្មារតីគ្រប់គ្រងគំនិតរបស់ខ្លួនមិនឲ្យផ្្លាត់គំនិតដូចជាការដើរដួលក្នុងផ្លូវរអិលនោះឡើយជាធម្មតាក្នុងជីវិតរាល់ថ្ងៃរមែងមានសុខមានទុក្ខក្នុងចិត្តទៅតាមគំនិតរបស់ខ្លួនព្រោះហេតុដូច្នេះហើយព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនឲ្យមនុស្សយើងស្វែងរកនៅសេចក្តីសុខតាមផ្លូវចិត្តដោយការប្រយ័ត្ននៅគំនិតខ្លួនឯងបើគ្រប់គ្រងគំនិតមិនបានទេគំនិតនឹងហើយដែលតែងតែបៀតបៀននៅចិត្តខ្លួនឯងនាំមកនៅសេចក្តីទុក្ខរឿយរឿយឲ្យដល់ចិត្តសន្តានរហូតដល់ហ៊ានប្រព្រឹត្តនៅអំពើខុសរខើគំនិតប្រៀបដូចជាភ្លើងអុសបើគ្រប់គ្រងបានល្អក៏ជាប្រយោជន៍តែបើគ្រប់គ្រងមិនបានល្អទេរមែងឆេះផ្ទះឆេះភូមិឆេះស្រុកដូច្នេះហើយទៅបុគ្គលដែលមិនមានប្រមាទរមែងប្រយ័ត្ននៅគំនិតនេះណាស់ឯផលកម្រៃដែលត្រូវបានគឺសេចក្តីសុខស្ងប់ច្រើនសូមកូនខំប្រឹងប្រែងរកនៅសេចក្តីសុខអំពីគំនិតរបស់ខ្លួនឯងកូនក៏បីកំណត់ដឹងថារឿងរ៉ាវទាំងឡាយដែលមកដល់ជីវិតនេះមិនមែននាំមកនៅសុខឬក៏ទុក្ខចូលដល់សន្តានចិត្តតែម្ដងនោះទេគឺវាអាស្រ័យនៅលើគំនិតឆ្លាតឬល្ងងរបស់ខ្លួនដែលជាអង្គប្រកបខាងក្នុងសម្រាប់ឲ្យសុខឬឲ្យទុក្ខក្នុងចិត្តកើតឡើងក្រៅព្រឹកឡើងកូនត្រូវប្រាថ្នាសច្ចាក្នុងចិត្តថានឹងធ្វើល្អនិយាយល្អគិតល្អឲ្យបានប្រសើរជាង